កូនម៉ែតាំងតែគួរចាប់ផ្ដើមត្រង់ពពុងផាមទ្រាំលំបាំងដេកដើរដូចរោគតាមឥតស្រាំងទុំរំកូនចាំងចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឺខ្លាំងចិត្តតាំងកាយព្រមប្រឹងដោយភ័យមិនដឹងយ៉ាងណាចិត្តមមីនឹកភ័យក្រែងកូនសូនសង្ខារលងកូនបានកើតជាទារុងម៉ែថើបជញ្ជុំសពកាយាបបងអងអែដោយហត្ថថាមេត្តាប្រែឈាមជាទឹកដងនៅពេលកូនឈឺម៉ែរាំងសាចិត្តម៉ែខ្លោចសាមុខក្រៀមក្រំកូនឈឺម៉ែភ័យមុខស្លាំងអងមិនសមរានសងវងព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវវឹករលឹកនឹកកូនវិលវិញភ្លាមអង្គុយកកលក្រោកឈរដើរទៅតាមដំណើរម៉ែព្យាយាមខំបងហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូអត់ដំក្រៃជុំនោមហូបចុកស្លៀងដនដប់ចំណែងចេញសពប្រចាំថ្ងៃសំដីភាសាមាយាថ្លៃកូនកុំសង្ស័យក្រែងឥតគ្រូកូនចេញមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផង មិន
មិនចាំយូម៉ែនើយយ៉ាងណាមិនគិតគូបន្ធូរអារម្មណ៍ដោយថ្ពាល់កូនធំបន្តិចបែបព្រៀងរឹងកូនខ្លាំងតតឹងអាងជីដូនម៉ែខឹងអន់ចិត្តមុខស្រពនវេកូនរួយគិតអាណិតក្រោយបើកូនបានសុខម៉ែសុខផងដូចម៉ែបានផ្សងសូមអំណោយដូចបានកែវទឹកទេវតាអើយឬដូចអំណោយពីសុគីបើកូនបានសុខម៉ែសុខផងបើកូនមានមកម៉ែពុំជីកូនក្រលំបាក់ម៉ែរងាគ្រប់គ្រាម៉ែនឹកកូនស្រីប្រុងកូនខូចអាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពសាយសងម៉ែដឹងប្រាកដថាកូនខំតែម៉ែសន់ដងប្រងប្រណីម៉ែគឺជាព្រំរបស់កូនជាក្បូនជីវិតមនុស្សប្រុសស្រីម៉ែមានគុណធ្ងន់ហុងពលស្ដីគ្មានអ្វីប្រៀបផ្ទឹមម៉ែបានឡើយមេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេត្តាបិតាគឺជាព្រះ
និតនៅក្នុងផ្ទះដ៏ច្បាំងច្បងសង្គ្រោះ5យ៉ាងល្អមាត់មកចំឡងបត់ភ្ងាឲ្យដល់ត្រើយសង្គ្រោះទី1គឺការខាត់មិនអើយកូនភ្លាត់ធ្វើបាបឡើយបើកូនធ្វើខុសមិនកន់តាយហាមហើយហាមទៀតឆ្លៀតតាមក្លំកំណើតជាមនុស្សថ្លៃពេកបុណ្យកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបងខំចូលជ្រាំធ្លាក់ជ្រុំរុំអាសោចសង្គ្រោះទី2គឺការនាំផ្សេផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហោចឲ្យមានត្រឹមសិល5មហេឪបំពាក់អលង្ការគឺធម៌ទាំងស្នាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគប់ត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនអុចទៀនវិជ្ជាភ្លឺរំលេចសម្បត្តិចំណេញថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអាប់ប្រៃនាំខូចរៀន
nhìn xa nhìn sấy rốt biết bin bà nhìn nắng riêng số giá răng sòng krung tì bún cứ rịp caក្នុងក្តីប្រាថ្នាគ្រប់គ្រងផ្ទាំងមិនត្រូវបង្ខំយកចាញ់ឈ្នះមានអ្នកនាំខូចប្រយោជន៍ធំស្នេហាជាធ្នូកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានាលធំជាងនំមានរឿងទៀវទុំកុំรู้ស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមកាលគូគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃនាងស្លាប់មិនគូប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រូវដូចពលខាងក្រោយគឺអវាទសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះនាងនាំអាចកូនកុំប្រមាទតទៅឡើយ